ឡើងឆ្លងកាត់ភ្នំព្រើលវគ្គបញ្ចប់ថ្ងៃទី12ខែមិថុនាឆ្នាំ1935ដើម្បីកិច្ចពីសំណាញ់របស់ទ័ពគូមីនតាំងកងទ័ពមជ្ឈិមត្រូវទៅឡើងភ្នំជាជំនិះឲ្យបានមុនមេឃនឹងដែលភ្នំនេះមានកម្ពស់ប្រមាណជាង 4000 ម៉ែត្រឡើងទៅកាន់តែយូរភ្នំព្រើលនេះកាន់តែបង្ហាញពីភាពឃោឃៅរបស់វាលោកបងជួយសម្រាប់សិនចុះខ្ញុំទីម្នាក់បានហើយអីទៀតខ្ញុំមិនកើតអីទេចាប់តាំងពីពួកយើងចេញពីតំបន់សូវៀតមកក្រុមទ័ពពួកយើងបានការពារម៉ាស៊ីនភ្លើងនេះមករហូតឥឡូវនេះក្រុមរបស់យើងនៅសល់តែគ្នាពីរនាក់ប៉ុណ្ណោះខ្ញុំមិនអាចសម្រាប់បានទេលោកបងជួយកាត់អីដែរទេលោកបងជួយអាមេធំកុំបារម្ភពីយើងអីបើម៉ាស៊ីនមានបញ្ហាអីនោះវិសុនឹងមិនដំណើរការទេពេលនោះលោកប្រធានម៉ៅនឹងត្រូវបាត់បង់ប៉ុណ្ណេះហើយនឹងបាត់បង់ទៅជាអស់ហើយអញ្ចឹងហើយពួកយើងត្រូវតែលោកបងជួអាកាសធាតុកាន់តែត្រជាក់ទៅហើយមនុស្សស្មានថាខ្ញុំត្រូវមកត្រជាក់ញ៉ាំនៅលើភ្នំនេះសោះអាឡានឯងនេះនៅមានពេលមកហត់លូតលេងទៀតអីយ៉ាអូយបាយគូខ្ញុំមកហើយអញ្ចឹងហើយមានពេលមកថាឲ្យឆ្កែទៀតលោកបងឆាប់ដឹងខ្លួនឡើងគ្រូប៉ែមកនេះឆាប់ឡើងគាត់ទៅផាត់ហើយឆាប់សិនគេឡៃហួរទៅជួយគាត់ទៅបាត់លោកនេះលោកបងឲ្យពួកខ្ញុំមកជួយទៅឲ្យពួកខ្ញុំវិញមិនច្បាច់ទេលោកបងកុំខំខ្លួនឯងអីទៅឲ្យពួកខ្ញុំវិញម៉ាស៊ីនភ្លើងនេះគឺសម្រាប់ស្ថានីយវិទ្យុរបស់ប្រធានម៉ៅពួកយើងការពីវាមករហូតមុនពេលមានជីវការស្លាប់គាត់មកជួយឲ្យជុំទៅប្រគល់ឲ្យប្រធានម៉ៅឥឡូវលោកបងជួបគាត់បានស្លាប់ហើយដូច្នេះហើយលុះតាខ្ញុំមិនទាន់ស្លាប់ខ្ញុំមិនអាចដាក់ផ្សេងឡើយវាលែងជាម៉ាស៊ីនភ្លើងនៅលើស្មាគាត់ទៀតហើយនោះជាបេសកកម្មនៃក្រុមទ័ពគាត់ទាំងមូលនោះហើយជាបេសកកម្មរបស់គាត់ឡាចឹងឲ្យទ័ពយើងពីរនាក់តាមមើលគាត់ទៅបាទគ្រប់គ្នាកុំឈប់យើងត្រូវទៅមុខបន្តទៀតទោះបីជាព្យុះភ្នំព្រើលបានឆ្លងកាត់ជាបណ្ដោះអាសន្នក៏ដោយអាកាសធាតុត្រជាក់បានធ្វើឲ្យទាហានក្រហមដែលស្លៀកពាក់ស្ដើងទ្រាំមិនបានលោកប្រធានហើយក៏ខ្វាយមិនទៅមិនក៏ចូលនៅទីនេះតែមិនអីហើយនេះទីម្នាក់នេះវាខាងមិនគ្រប់គ្រាន់ចឹងលោកសេនាធិការកំពុងធ្វើអីគឺថាឯណាលោកសេនាធិការប្រាប់ឲ្យពួកគាត់មកជួបប្រជុំភ្លាមវាយកំពុងធ្វើស្អីទៀតតែហៅលោកសេនាធិការមកភ្លាមលោកប្រធាននេះហើយគឺជាសេនាធិការអំឡុងពេលព្យុះព្រើលមុននេះណាស្មាក់មកយើងតស៊ូឡើងពាក់សិនចុះណាហើយចុងនេះបានតែពាក់ទៅយើងមិនទេយើងខ្លាំងណាស់ក៏ប៉ុន្តែណាទាំងអស់គ្នាឆាប់ចេញដំណើរទៅលោកមិនអាចអង្គុយនៅទីនេះបានទេថប់ខ្យល់ពេកយើងអង្គុយទីនេះសម្រាប់មកផ្លែអស់អីហើយលោកនេះសូមជិះពិសាទឹកសិនទៅលោកនេះពិសាបន្តិចទៅលោកនេះក៏បានឲ្យអាក្រៅរបស់គាត់ទៅស្ម័គ្រមិត្តដទៃដូច្នេះហើយគាត់ណាសូមទៅផងស្ម័គ្រមិត្តខ្ញុំជឿខុសហើយខ្ញុំសូមគោរពដាក់ដៃចុះគ្រប់គ្នាធ្វើចិត្តឡើងការលំនឹងដល់បំផុតសម្រាប់ទុកកង្វល់បុគ្គលគឺការឡើងភ្នំព្រឹកឡើងបានដូច្នេះពួកយើងត្រូវតែតស៊ូអាកាសធាតុត្រជាក់ខុសឃើញនៅបន្តឆក់ជប់ជីវិតរបស់ទោះរំដោះធ្លាប់ជាច្រើននេះត្រូវបានដេកនៅលើភ្នំព្រើលជារៀងរហូតអាចច្បាច់ហើយពួកយើងចេញឡើងផុតភ្នំព្រើលហើយទ្រាំតិចទៅអើយត្រជាក់ណាស់ស៊ីហោយ៉ាងមិនហើយគេគ្រឿងក្តៅស្ថានភាពមិនល្អទេមិនអាចឲ្យគេបានទេគេនឹងរងាស្លាប់មិនខានយើងមកទេឲ្យគេហុំតិចទៅដើម្បីឲ្យកក់ក្តៅក្បាលធំយើងមានមកទេសល់ទេអត់មានទេណាស៊ីហោដឹងខ្លួនឡើងនរណាគេហៅខ្ញុំគួរឲ្យកក់ក្តៅពិតជាងមួយគេណាឲ្យខ្ញុំគេងតែសិនទៅនេះជាកន្លែងណានឹងវាពិតជាស្អាតណាស់ពួកយើងឡើងផឹកភ្នំព្រើលហើយមែនទេឯណាស្មារតីដទៃទៀតតបសស៊ីហោបើឯងមិនងើបទេយើងនឹងបាញ់ឯងណាអត់ចាំផងងើបដល់ខ្លួនឯងទៅអាមនុស្សកំសាកក្រោកឡើងបើឯងចុះពីភ្នំមិនបានឯងចង់ធ្វើបដិវត្តរបៀបម៉េចមិនកងស៊ីខ្ញុំមិនអីទេខ្ញុំមិនបានជំនួយកំសាន្តទេទីបំផុតឯងដឹងខ្លួនហើយ
បើមិនអាចទេបន្តដំណើរទៀត លោកអាចដើរបានទេ ប្រកាសជាបាន ចាំជិតជួយគ្មានអីគួរខ្មាស់ នោះនេះបើសិហងនោះមិនបានលោកនេះពិតជាបាញ់គេមែន អញឈួតហើយអញគិតថាយើងសាហាវដល់ម្លឹងណាបើមិនរុញគេដល់កម្រិតមិនដឹងថាគេខ្លាំងប៉ុណ្ណា មើលចុះជិតដល់កំពូលភ្នំហើយ Dah si Hoa, ai đúng đại thiếu, ai cũng kia gì sao đâu. ហើយអីគេចាប់ពូថាឡើងភ្នំពីបាជាងចុះភ្នំពេលនេះផុតមកពីលងទៅហើយពួកយើងក៏អត់កម្លាំងហើយដែរយើងខ្លាចថាពួកយើងចុះមិនទាន់មានងងឹត Hey, mấy con siêu, bọn trai, lúc kia chạm vào đi mau. Rong chua mốc, rọc lời cạn chụp nung khơi hơi. Cho họ kia tạm chụp vào đi mau. គឺចាស៊ី ឃើញទេជំនួយមកដល់ពេលល្មមល្អណាស់គ្រប់គ្នាទៅចាស៊ីឯណាផ្លូវកាត់ចុះភ្នំ Thằng này, lúc mà cho, cái bốn thằng hai top khẳng một, bạn cho bị nung rồi hả? ណាតែបើយើងអត់ខ្លួនចុះក្រោមវាមិនជួយសំកម្លាំងនៅពេលវេលាទេពួកយើងនាំគ្នាចុះភ្នំ ចាំខ្ញុំបីយើងចុះជាមួយគ្នា Ôi, sao bạn đi mũi hai bên đi? ពួកយើងមិនចាញ់បងទេអើយបងតាចុះខ្ញុំដើរមុនបងណា Chụp sạch mặt hơi. ទីបំផុតពួកយើងជិតដល់ជើងភ្នំហើយ បន្ទាប់ពីការធ្វើដំណើរដ៏យូរមកទាហានដុំដកក្លាហានបានចុះពីលើភ្នំភ្លើងដ៏ជោគជ័យវេលាម៉ោង3រសៀលថ្ងៃទី12ខែមិថុនាឆ្នាំ1935កងទ័ពជុំមុខនៃកងរណសេរីទី1និងកងពលចាំទទួលនៃកងពលធំទី25នៃកងរណសេរីទី4ទីបំផុតបានជួបជុំគ្នាក្នុងជ័យជំនះក្រោមភ្នំពេញ